កូនពូជឲ្យតាំទួងហើយអ្នកគ្មានណាទៅដើមបានទេថ្ងៃនោះគឺគាត់ញ៉ាំតែគាត់ទេអស់ពីរទួងអស់ពីរញ៉ាំតែគាត់តែហ្មងហើយខ្ញុំថាអូនទៅអង្គុយញ៉ាំក្នុងផ្ទះហើយគាត់ថាអត់ទេអង្គុយចិត្តចក្រានទៅក្តៅក្តៅឆ្ងាញ់មានឯណានោះអង្គុយចងហោងហើយចាប់ចកោះមកដាក់មួយម៉ាត់មកអូលឹងតំណងរបស់គាត់ដែរហ្នឹងហើយប៉ាគេថាមិនបាច់អង្គុយក្នុងទេអង្គុយក្រៅទៅបាត់បែបតាមកលៈទេសៈព្រោះអីគេថាយើងមកលក្ខណៈស្រកស្រែបែបហ្នឹងគឺអង្គុយយើងបាច់ប្រកាន់ច្រើនអញ្ចឹងណាមកប៉ាគេទៅខ្ញុំថាមានណាខ្ញុំមានគ្រាន់ថាអីគ្រាន់ខ្លាចអូនវាអង្គុយអញ្ចឹងទៅវាលក្ខណៈឈឺជើងឈឺដៃអញ្ចឹងណាទៅប៉ាគេថាអត់ទេយើងមកបែបយើងនៅខ្មែរយើងរៀនបែបបត់តាមខ្មែរអញ្ចឹងទៅខ្មែរពេលខ្លះដូចយើងទៅស្ទូងទៅច្រូតអីចឹងពេលយើងញ៉ាំបាយយើងមានតែញ៉ាំឯណាយើងពេលខ្លះអង្គុយចងហោងហើយដាក់បាយនៅនឹងស្មៅលើដីអញ្ចឹងទៅដាក់ចានអញ្ចឹងទៅក៏អង្គុយញ៉ាំឈរញ៉ាំដូចតែគ្នាហ្នឹងគាត់ថាអញ្ចឹងឯងខ្ញុំថាចេះជាងគេទៀតអូយមើលកូនពូជខ្ញុំ